ចំណុច3លក្ខណៈនិស្សិតមនុស្សនិងយុត្តិធម៌សកលនៅក្នុងនេះលោកគ្រូចង់បង្ហាញអំពីលក្ខណៈថាតើសិទ្ធិមនុស្សមានលក្ខណៈអ្វីខ្លះមាន4លក្ខណៈធំហើយក៏សំខាន់គឺជាសិទ្ធិដែលមិនអាចរឹបអូសបានសិទ្ធិមិនអាចរឹបអូសបានលក្ខណៈរបស់សិទ្ធិមនុស្សទី1ហើយគឺជាសិទ្ធិដែលភ្ជាប់ដោយផ្ទាល់ទៅនឹងជាមួយមនុស្សម្នាក់ដែលមិនអាចផ្ទេរបានឬលក់ទៅឲ្យអ្នកដទៃបានត្រង់នេះលោកគ្រូសូមលើកឧទាហរណ៍សិទ្ធិរស់រានមានជីវិតគឺគ្រប់គ្នាកើតមកគឺមានសិទ្ធិនឹងតែម្ដងទាំងធម្មជាតិក្តីទាំងផ្លូវច្បាប់ក្តីហើយសិទ្ធិនេះទៀតគឺយើងអាចធ្វើការផ្ទេរជីវិតយើងទៅឲ្យនរណាម្នាក់ឬមួយក៏លក់ទៅឲ្យនរណាម្នាក់បានទេទី2សិទ្ធិមនុស្សមានលក្ខណៈជាសិទ្ធិសកលមានន័យថាជាសិទ្ធិភ្ជាប់ទៅនឹងបុគ្គលម្នាក់ដូចគ្នាដោយមិនខ្វល់ថាគាត់ជានរណាឬនៅទីណាពាក្យថាសកលមួយម៉ាត់មានន័យថាគឺគេសំដៅទៅលើពេលវេលានិងដែនដីផងដែរប៉ុន្តែអ្វីដែលសំខាន់នោះគឺដែនដីមានន័យថាគឺគេចង់ឲ្យសិទ្ធិមនុស្សទទួលស្គាល់ទូទាំងពិភពលោកទូទាំងប្រទេសទូទាំងតំបន់ទូទាំងទីក្រុងខេត្តស្រុកខណ្ឌភូមិនៅលើពិភពលោកផងដែរ3សិទ្ធិមនុស្សដែលមានលក្ខណៈសិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះមានន័យថាគឺជាសិទ្ធិដែលត្រូវបានផ្សារភ្ជាប់ទៅនឹងមនុស្សដូចគ្នាគ្រប់រូបក៏ដោយសារតែគុណភាពរបស់គាត់ជាមនុស្សកន្លែងនេះគឺគេចង់សំដៅថាលុះត្រាតែគាត់មានរូបរាងសម្បត្តិជាមនុស្សទើបទទួលបានការទទួលស្គាល់ហើយនឹងការការពារដោយច្បាប់ថាសិទ្ធិនឹងគាត់នឹងទទួលបានអ្វីខ្លះឧទាហរណ៍ថាសិទ្ធិទទួលទ្រព្យសម្បត្តិគឺដោយសារតែគាត់ជាកូនម្ដាយឪពុកហើយបន្ទាប់ពីមានឧបទ្ទវហេតុណាមួយគឺសិទ្ធិទទួលទ្រព្យសម្បត្តិហ្នឹងគឺបានផ្ទេរមកឲ្យគាត់ដោយសារតែគាត់ជាកូនហើយមានលក្ខណៈសម្បត្តិជាមនុស្សក៏ប៉ុន្តែចំពោះសត្វដែលគាត់ចិញ្ចឹមនៅក្នុងនឹងដូចជាឆ្កែឆ្មាគឺមិនត្រូវទទួលបានទ្រព្យសម្បត្តិណាមួយទេដោយសារលក្ខណៈរបស់គាត់គឺជាប្រភេទសត្វដទៃខុសពីមនុស្សទី4លក្ខណៈនៃសិទ្ធិមនុស្សគឺសិទ្ធិដែលគ្មានអាជ្ញាយុកាលមានន័យថាគឺជាសិទ្ធិដែលមានភាពស្របច្បាប់ឬសុពលភាពមិនត្រូវបានកំណត់នៅក្នុងពេលវេលាកន្លែងនេះគឺពាក្យកន្លឹះគឺអាជ្ញាយុកាលមានន័យថាគឺនិយមពីថេរវេលាណាមួយដូច្នេះសិទ្ធិមនុស្សគឺជាសិទ្ធិដែលគ្មានកំណត់ថេរវេលាណាមួយទេយើងដឹងហើយឧទាហរណ៍ដដែលគឺសិទ្ធិរស់រានមានជីវិតគឺពុំទាន់មាននរណាម្នាក់អាចកំណត់ថាការរស់រានមានជីវិតរបស់មនុស្សម្នាក់របស់អ្នកស្រុកមួយស្រុកប្រទេសមួយត្រូវបានកំណត់នៅអាយុ50 60 70 80គឺគ្មានការកំណត់ដូច្នេះហើយភាពមិនទៀងទាត់នេះត្រូវបានគេទទួលស្គាល់ថាជាលក្ខណៈនៃសិទ្ធិមនុស្សផងដែរហើយត្រូវបានចាត់ទុកថាគ្មានអាជ្ញាយុកាលគ្មានពេលវេលាកំណត់អាយុមនុស្សនោះទេគឺយើងមិនអាចដឹងមុន